ជំរាបសួរប្រិយមិត្តប្លុកហ្វ្រូតទាំងអស់គ្នាបាទវិលត្រឡប់មកជួបខ្ញុំម្ដងទៀតហើយ Mr. Bumble Box អ្នកនរគ្នាអាចហៅឈ្មោះខ្ញុំថា Mr. Box បានយើងហើយនៅក្នុងវីដេអូនេះដែរខ្ញុំធ្វើការទៅ Red Fruit Buddha ដើម្បី farm យក level ឲ្យកាន់តែលឿនអញ្ចឹងបើគ្នាយើងថា Fruit Buddha farm ស្រួល farm ហើយនឹង farm លឿនអញ្ចឹងហើយហ្នឹងយើងមកធ្វើការ Red Fruit Buddha ចឹងដែរអ្នកនាងកុំភ្លេចជួយចុច Subscribe និងចុច Like ឲ្យផងព្រោះឲ្យខ្ញុំចិត្តបានគ្រប់ 1000 Subscribe ហើយអ្នកកុំភ្លេចពេលខ្ញុំបាន 1000 Subscribe ចង់ឲ្យខ្ញុំធ្វើអី comment ខាងក្រោមមកអូខេឥឡូវយើងបានមកជួបជុំបងប្អូនយើងទៀតហើយគឺថាបងប្អូនយើងគឺចាំមកជួយ Red រហូតមកនេះឥឡូវយើងមានគ្នាគ្រប់ហើយគឺ Red ម្ដងគេឲ្យចូលបានតែ4នាក់ឯងឥឡូវយើងប៉ុន្មាននាក់នេះ5នាក់លើសគ្នានេះអូខេបាទឥឡូវគ្នាយើងវាយមេងាប់ហើយគឺបូដានេះគ្នាយើងប្រាប់ថា Red តែម្ដងនេះ Red តែម្ដងគឺគេយកតែ Transform ទេTransform នោះហើយគឺយើងបានហើយអានឹងអត់ចាំបាច់ Red skill អីច្រើនទេអញ្ចឹងគឺអស់តែ500យើងអាច Transform បានហើយតឥឡូវយើងទៅតេស្ត skill វា1 2 3តោះអូបាទគឺថាធំដូចគ្នាយើងដែរនេះគឺវាខុសគ្នាពេលយើងអត់ត Red គឺវាអត់មានអក្សរស្អីនេះអក្សរស្អីជុំវិញខ្លួនយើងទេតែពេលយើង Red ហើយវាធំជាងមុនហើយវាមានអក្សរនៅខាងតឥឡូវយើងសាក test skill ទី1លេខ1ឥឡូវយើងអត់នៅចាំយូរទេយើងទៅយក quest ហ្មងទៅគឺយើងទៅយក quest ដើម្បីបញ្ញាប់ទៅយើងបញ្ញាប់ទៅ farm ដើម្បីបានឡើង level បញ្ញាប់ទៅសមុទ្រទី3ឆ្លៀតពេលនឹងដែរបើសិនជាគ្នាយើងណាចង់លេង block fruit ហើយអត់មានគ្នាលេងអីអ្នកគ្នាអាចចូលទៅក្នុង Telegram ខ្ញុំបាន Telegram group ចាំខ្ញុំដាក់ link នៅខាងក្រោមគឺនៅហ្នឹងគឺមានគ្នាយើងនៅនឹងស្រាប់ហើយបើសិនជាចង់ Red ចង់អីមានគ្នាអីអាចបបួលគ្នាយើងនៅក្នុង group ហ្នឹងទៅជួយ Red បានចឹងដែរអ្នកកុំភ្លេចចូលនៅក្នុង group Telegram ខ្ញុំម្នាក់មួយហើយព័ត៌មានអីចាំខ្ញុំទម្លាក់នៅហ្នឹងត្រូវមាន event ឬក៏លេងអីខ្ញុំអាចទម្លាក់នៅហ្នឹងហើយយើងអាចចូលម្នាក់មួយទៅអូខេគ្នាយើងបន្ទាប់ពី farm master ទុះមកឥឡូវខ្ញុំបាន level 750ខ្ញុំគិតថាខ្ញុំមិនចង់ដាក់វីដេអូ farm ចូលទៀតទេគឺខ្ញុំគិតថាអ្នកគ្នាមើលធុញហើយអូខេឥឡូវខ្ញុំកាត់ហើយកន្លែង farm គឺខ្ញុំកាត់ចោលឥឡូវខ្ញុំ farm ដល់ level 850ហើយកន្លែងខ្លះខ្ញុំកាត់ចោលហើយកន្លែងខ្លះគឺខ្ញុំ farm អត់បាន record ទេយើងព្រោះអីខ្ញុំ farm ម្ដងតិចចឹងហើយវារាំងយូរដែរគឺ100 level អូខេបន្ទាប់ពី farm សុកគឺនេះវាចេញស្អីគេនេះfactory ឥឡូវគាត់នៅម្ដងភ្លាមគឺគ្នាយើងម្ដងមុនបាត់ហើយមកវាយក្បាល factory នេះគឺថាកន្លែងនេះគឺសិតតែ Buddha គ្នាយើងសិតប្រើ fruit Buddha ដែរគឺថាវាយលឿនខ្លាំងមែនតើអូខេបន្ទាប់ពីវាយហើយគឺបាន fruit នេះ fruit ស្អីគេ spider នេះគឺគ្នាយើងបានយកមកឲ្យខ្ញុំគឺគាត់អត់យកទេហើយអូនេះគ្នាយើងគឺបានស្អីនេះអាកាភ្លើងនេះមួយនេះមិនដែរនេះអាកាភ្លើងហ្នឹងខ្លាំងអត់អូខេបន្ទាប់មកខ្ញុំក៏បានធ្វើការដើរវាយមេទាំងអស់ហ្នឹង
ដំបូងគឺវាយមេនេះដើម្បីយក level គឺខ្ញុំខ្ជិលទៅ farm មកទូចនោះណាវាច្រើនពេកអញ្ចឹងគឺយើងដើរវាយមេយកមកអូខេបាទបន្ទាប់ពីដើរ fast មកគ្នាយើងបបួលខ្ញុំមកវាយអាស្អីគេនេះគេហៅ CB ហើយមើលទូគ្នាយើងគឺរូបជ័យវរ្ម័នគឺកប់សេរីខ្លាំងមែនតើហើយជីរមកសន្ទុះដែរបានចេញមកគ្នាយើងនេះបាទចេញមកប៉ុណ្ណាណៃហើយលើកទី1នេះខ្ញុំមកវាយអាសัตว์ហ្នឹងហើយខ្ញុំវាយវាអត់ឈាមតែវាដូចអត់មានឃើញលោតឈាមមកហើយវាយវាលឹបទៅបាត់វាយលឹបទៅបាត់នេះខ្ញុំវាយវាអត់មានអស់ឈាមទេនេះបន្ទាប់ពីវាយវាងាប់គឺវាត្រាប់ស្អីនេះត្រាប់ស្អីនេះឲ្យគ្នាយើងកាន់អូខេដែរគ្នាបន្ទាប់ពីអា CB វាយខ្ញុំងាប់ហើយវាអត់ដឹង spawn ខ្ញុំនៅណាទេ spawn មកក្រោមឯណាក្រោមដីក្រោមអីណាអូខេឥឡូវខ្ញុំបានមកដល់កាហ្វេវិញហើយគ្នាយើងបបួលខ្ញុំឲ្យទៅធ្វើfresh shark អូខេបន្ទាប់មកខ្ញុំក៏បានមក farm កន្លែងនេះដើម្បីយក fragment ប្រគ្រប់3000បានធ្វើអា fresh shark នឹងបានដោយសារតែខ្ញុំមាន fragment 2000ស្រាប់ហើយអញ្ចឹងឥឡូវយើងទទួលបាន1000 fragment ទៀតគឺយើងគ្រប់ហើយខ្ញុំមកនិយាយជាមួយតានេះមកគឺដើម្បីបាន fresh shark អូខេឥឡូវយើងបាន fresh shark ហើយអញ្ចឹងខ្ញុំគិតថាវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេគ្នាយើងចឹងដែរអ្នកគ្នាកុំភ្លេច comment ខាងក្រោមមកវីដេអូក្រោយចង់ខ្ញុំធ្វើអីទៀតគឺ comment ខាងក្រោមវីដេអូហ្នឹងមកគឺខ្ញុំក្តៀនកំណត់ខ្លាំងតែអ្នកដឹងធ្វើអីទៀតទេបាយបាយអ្នកគ្នាជួបគ្នាវីដេអូក្រោយ